ឆ្កែបានពំកូនរបស់វាទៅដាក់ក្នុងរណ្ដៅដីរួចយកស្លឹកឈើមកគ្រប់ពីលើបន្ទាប់ពីប្រកាសថាមានសុវត្ថិភាពហើយវាក៏បែរខ្លួនដើរសំដៅទៅរកអន្ទាក់នៅលើអន្ទាក់នោះមានសាច់ក្រកមួយដើមវាបានលេបទឹកមាត់កូនរបស់វាបានដាច់ពោះអស់មួយថ្ងៃហើយវាមិនបានទៅយកវាដោយផ្ទាល់នោះទេតែវាបានរកដុំឈើមកក្រវែងទៅលើអន្ទាក់នោះអន្ទាក់ក៏បានផ្ទុះឡើងហើយសាច់ក្រកក៏បានហោះចេញមកក្រៅពេលដែលវារៀបនឹងរើសយកស្រាប់តែមានជ្រូកព្រៃមួយក្បាលមកឈប់ទាំងពីមុខឆ្កែស្មានថាវាចង់មកដណ្ដើមចំណីក៏ព្យាយាមដេញវាចេញជ្រូកព្រៃនោះមិនកំរាត់ឡើយវាគ្រាន់តែងាកក្រោយទៅមើលបន្តិចនៅក្បែរនោះមានកូនជ្រូកព្រៃតូចមួយកំពុងដេកដង្ហក់ចិត្តដាច់ខ្យល់ព្រោះតែពួកគេសុទ្ធតែជាអ្នកម្ដាយដូចគ្នាឆ្កែក៏រ៉ារែកចិត្តបន្តិចវាក៏បានពំសាច់ក្រកពាក់កណ្ដាលទៅដាក់ក្បែរមាត់កូនជ្រូកព្រៃនោះភ្នែករបស់មេជ្រូកព្រៃពោពេញដោយភាពដឹងគុណនៅពេលដែលវាពំសាច់ក្រកពាក់កណ្ដាលទៀតត្រឡប់មកកូនរបស់វាក៏បានបាត់ខ្លួនទៅហើយដារោគយ៉ាងត្រឡប់ត្រលិនដារោគបណ្ដាស្រែកហើយបណ្ដាប៉ុន្តែទោះជាយ៉ាងណាក៏មិននឹងការឆ្លើយតបគាត់មិនដឹងថាសម្ដេចនោះបានតាក់ទាញពួកអ្នកជួញដូរឆ្កែមកទេមនុស្សពីរនាក់បានឡំពាត់មកពីឆ្វេងនិងស្ដាំគាត់បានរត់យ៉ាងអស់ពីកម្លាំងប៉ុន្តែនៅតែត្រូវគេចាប់ជើងក្រោយបាននៅពេលដែលហ៊ីបនឹងត្រូវគេអូសចេញទៅជ្រូកព្រៃមួយក្បាលបានស្ទុះចេញមកពួកអ្នកជួញដូរឆ្កែភ័យខ្លាចរហូតដល់រត់ដួលប្រមៀលចុះពីលើភ្នំឆ្កែកំពុងរើបំរះចេញពីខ្សែដើម្បីបន្តរកក្មេងពេលរកឃើញក្មេងនោះដេកនៅលើដីដោយត្រូវពោះពីចិត្តដាច់ខ្យល់ទៅហើយភ្នែកបើកលែងរួចទៅហើយគាត់បានស្រែកយ៉ាងអស់ពីកម្លាំងដើម្បីហៅមនុស្សមកជួយសង្គ្រោះប៉ុន្តែនៅកណ្ដាលព្រៃភ្នំមានតែសំឡេងឆ្លើយតបរបស់គាត់ប៉ុណ្ណោះគាត់ដឹងថាពួកគេជាមនុស្សអាក្រក់ប៉ុន្តែក្មេងនោះចិត្តស្លាប់ហើយគាត់គ្មានជំរឿផ្សេងទេគាត់បានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីសម្លឹងមើលក្មេងនោះបានប៉ុន្មានវិនាទីគាត់ក៏បែរខ្លួនរត់ចេញទៅរត់ទៅមុខដោយមិនងាកក្រោយគាត់ទៅរកអ្នកជួញដូរឆ្កែពីរនាក់នោះព្រោះនៅក្នុងភ្នំដ៏ធំនេះមានតែពួកគេទេដែលអាចជួយក្មេងនោះបានគាត់បានពំក្មេងនោះទៅដាក់នៅចំពោះមុខពួកគេរួចក៏បែរខ្លួនគេចចេញពួននៅពីក្រោយដើមឈើសម្លឹងមើលពួកគេបីក្មេងនោះដើរចុះពីលើភ្នំក្មេងនោះត្រូវបានសង្គ្រោះហើយប៉ុន្តែគាត់មិនហ៊ានចូលទៅជិតឡើយគាត់ដឹងថាអ្នកជួញដូរឆ្កែក៏កំពុងតាមរកគាត់ដែរគាត់បានដើរម្នាក់ឯងក្នុងភ្លៀងយ៉ាងយូរទាំងរងាទាំងឃ្លានជាចុងក្រោយក៏បានដួលទៅលើដីក្នុងសភាពវង្វេងវង្វាន់គាត់ហាក់ដូចជាឃើញក្មេងនោះរត់មករកគាត់ហើយហៅថាម៉ាក់គាត់បានព្យាយាមបើកភ្នែកឡើងមិនមានក្មេងនោះទេមានតែភ្លៀងធ្លាក់ខ្លាំងនិងភាពងឹតសូន្យអសង្ប៉ុណ្ណោះគាត់ក្រោកឈរឡើងហើយបន្តដើរទៅមុខទៀតមិនអាចដួលបានទេកូនកំពុងរងចាំគាត់បានដើរផ្លូវយ៉ាងឆ្ងាយក្រញ៉ាំជើងរលត់អស់ហើយពេញខ្លួនសុទ្ធតែរបួសទីបំផុតគាត់បានឃើញផ្ទះនោះហើយកូនត្រូវបានគេចងនៅមាត់ទ្វារគេងក្បុំនុញចូលគ្នាគាត់បានស្ទុះទៅរកសម្លេងកាំភ្លើងបានបន្លឺឡើងហើយគ្រាប់កាំភ្លើងបានបាញ់ត្រូវគាត់បានដួលទៅលើដីប៉ុន្តែគាត់នៅតែបន្តវាទៅមុខវាទៅរកកូនបន្តិចម្ដងវាទៅដល់ក្បែរខ្លួនកូនអបការពីកូននៅក្នុងរង្វង់ដៃលិតក្បាលកូនថ្នមម៉ាក់នៅទីនេះហើយកុំខ្លាចអីអ្នកជួញដូរឆ្កែបានលើកកាំភ្លើងឡើងម្ដងទៀតមិត្តភក្តិដែលនៅក្បែរនោះបានខាត់គាត់ទុកក្រោយមកមានគេបានជួយសង្គ្រោះវាម្ចាស់បានមកទទួលវាតែភ្លេចថាមានកូនមួយទៀតវាកំពុងអូសខ្សែលោតចុះពីលើឡានព្រោះដាក់ផ្ទាំងប៉ាណូប៉ុន្មានម៉ាត់រត់ទៅបាត់ដោយមិនងាកក្រោយម្ចាស់ក៏ដើរតាមទៅទីបំផុតក៏រកឃើញកូនមួយឆ្នាំក្រោយមកជើងរបស់វាបានខ្វិនដើរផ្អៀងផ្អងប៉ុន្តែវាមិនខ្វល់ឡើយវាសម្លឹងមើលកូនដែលកំពុងរត់លេងយ៉ាងសប្បាយរួចក៏ញឹមនេះហើយគឺជាអ្នកម្ដាយទោះបីជាសល់ជើងតែម្ខាងក៏ដោយក៏សុខចិត្តវាទៅការពីកូនដែរសូមរក្សាទុកវីដេអូនេះយប់ឡើងចាំមើលជាមួយកូនប្រសិនបើជារូបអ្នកវិញតើអ្នកនឹងហ៊ានប្រថុយជីវិតដើម្បីកូនដោយគាត់ដែរឬទេសរសេរពាក្យថាម៉ាក់នៅក្នុងប្រអប់បញ្ចេញមិត្ត Question of ក្រសោបគ្រប់របៀបរស់នៅ